តោះយើង let's go អញ្ចឹងខ្ញុំកណាសូមអនុញ្ញាតចាប់ផ្ដើមបកប្រែពីលេខទី48សិនទេណាតោះលេខ48គេដាក់ថា I am going to paper my bedrooms ខ្ញុំនឹងបិទក្រដាសបន្ទប់គេងរបស់ខ្ញុំអញ្ចឹង paper នេះជា verb ណា49 The boy wore a paper hat បាននេះក្មេងប្រុសបានពាក់មួកធ្វើពីក្រដាសអញ្ចឹង paper នេះជា adjective 50 Did you read the paper this morning តើអ្នកបានអានកាសែតកាលពីព្រឹកមិញដែរឬទេអញ្ចឹង paper នេះជា noun ប្រែថាកាសែតណា51 He gave a shout for help គាត់បានស្រែកឲ្យគេជួយ and as soon as I heard him shout I ran to help him ហើយនៅពេលដែលខ្ញុំបានឮគាត់ស្រែកខ្ញុំក៏បានរត់ទៅជួយគាត់52 The wood is quite smooth បាទមានន័យថាឈើគឺពិតជារលោង53I will try to smooth the difficulty out of your past ខ្ញុំនឹងព្យាយាមបោសសម្អាតរាល់ការលំបាកចេញពីផ្លូវរបស់អ្នក54 It is beginning to snow now វាកំពុងតែចាប់ផ្ដើមធ្លាក់ទឹកកកហើយឥឡូវនេះ The snow is quite thick ទឹកកកគឺពិតជាក្រាស់55 The children will soon build a snowman ក្មេងៗនឹងកសាងមនុស្សទឹកកកបានឆាប់56 Our telephone is out of order ទូរស័ព្ទរបស់យើងខូចប្រើលេងកើតណាពាក្យ out of order នេះបើឃើញគេបិទនៅលើមុខទ្វារប្រគុណឬនៅកន្លែងណាដែលប្រើប្រាស់ហ្នឹងអាហ្នឹងគឺបានន័យថាវាខូចហើយបាទ57 Telephone me if you want me ចូលអ្នកឯងនិយាយទូរស័ព្ទមកខ្ញុំមកឬចូលអ្នកទូរស័ព្ទមកខ្ញុំមកប្រសិនណាបើអ្នកត្រូវការខ្ញុំ My address is in the telephone book អាសយដ្ឋានរបស់ខ្ញុំស្ថិតនៅក្នុងសៀវភៅលេខទូរស័ព្ទ58 What is the use of having a thing if you can't use it តើមានរបស់បើប្រយោជន៍អីបើអ្នកឯងមិនចេះប្រើវាផងហ្នឹង59 They paid us a visit last year ពួកគេបានមកសួរសុខទុក្ខពួកយើងកាលពីឆ្នាំមុន They visit us almost every year ពួកគេមកសួរសុខទុក្ខពួកយើងស្ទើរតែរាល់ឆ្នាំ60 We always welcome the visit យើងតែងតែស្វាគមន៍ដល់ការមកលេងឬការមកសួរសុខទុក្ខរបស់ពួកគេ61 They gave me a very warm welcome in England ពួកគេបានផ្ដល់ឲ្យខ្ញុំនូវការស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងប្រទេសអង់គ្លេស62 There is some waste paper here មានកំទេចកំទីกระดาษមួយចំនួននៅទីនេះ63 Don't waste your time and money កុំខ្ជះខ្ជាយពេលវេលានិងលុយកាក់របស់អ្នក You know the proverb អ្នកចេះសុភាសិតទេគេនិយាយថា waste not why not ប្រហែសបាត់ប្រយ័ត្នគង់64 There is a lot of waste in a house មានកំទេចកំទីឬមានកាកសំណល់ជាច្រើននៅក្នុងផ្ទះ Where the wife is not a good housekeeper ដែលប្រពន្ធមិនមែនជាអ្នកចាំផ្ទះឬអ្នករៀបចំផ្ទះដ៏ល្អម្នាក់65 Watch me do this ចូលអ្នកមើលខ្ញុំធ្វើដូច្នេះចូលអ្នកមើលខ្ញុំធ្វើអានេះ66 My voice is broken នេះlàការដៃរបស់ខ្ញុំខូចហើយ67 I wish I could go home ខ្ញុំសោកស្ដាយណាស់ដែលខ្ញុំមិនអាចទៅផ្ទះបានពាក្យ I wish I could go home នេះក៏ស្រដៀងគ្នាទៅនឹង if only ដែរប៉ុន្តែខ្ញុំនឹងធ្វើការបញ្យល់ផ្សេងទៀតអំពីពាក្យ if only និងពាក្យ wish You will get your wish someday អ្នកនឹងបានសម្រេចបំណងនៅថ្ងៃណាមួយ68 I hope you have understood this lesson now ខ្ញុំសង្ឃឹមថាលោកអ្នកបានយល់មេរៀននេះហើយឥឡូវនេះ If you haven't ប្រសិនណាបើអ្នកមិនយល់ទេ There is no hope for you អ្នកពិតជាគ្មានសង្ឃឹមឡើយឥឡូវយើងទៅកាន់ការវែកញែកអូខេតោះឥឡូវយើងចាប់ផ្ដើមធ្វើការវែកញែកបន្តទៅទៀតសង្ឃឹមថា2ថ្ងៃនេះចប់ហ្នឹងហើយយើងមកមើលប្រយោគទី1គេថា I have some paint some canvas and some paint brushes បាទខ្ញុំមានថ្នាំមួយចំនួនមានកណាត់មួយចំនួនហើយខ្ញុំនឹងមានជក់មួយចំនួនអញ្ចឹងខ្ញុំវែកញែកបណ្ដោយណាគេដាក់ថា I ជា subject ណាកន្លែងហ្នឹងហើយ have គឺជា final verb ហើយដើរតួជា train ដោយសារជួបទាំងអស់នេះទាំងអស់ហ្នឹងខ្ញុំអត់និយាយច្រើនទេទាំងអស់ហ្នឹងយើងនិយាយអំពី compound object បាទ compound object បាទអញ្ចឹងដើរតួជា object របស់ have តែប៉ុណ្្នឹងគឺចប់
bạn này I have some pain I have some canvas and I have some paintbrush អញ្ចឹងវាវែងឆ្ងាយដាក់តែប៉ុណ្្នឹងមកបានបាទហើយដល់មកកន្លែងនេះមានករណីពិសេសយើងនឹងបកស្រាយតាមក្រោយប៉ុន្តែឥឡូវញែកតាមតាណាសិន If only I had enough brain I could paint a good picture ត្រូវចាំថាពាក្យអតីតកាលធម្មតាឬក៏អតីតកាលសម្បូរណាដែលមកនៅពីក្រោយពាក្យ if only បើវាមានន័យស្របយើងត្រូវប្រើបដិសេធណាតែបើវាបដិសេធយើងត្រូវប្រើទៅស្របវិញហើយចាំថា if only ជួបជាមួយនឹង simple past នេះគឺគេប្រើវាដើម្បីបញ្ជាក់អីគេបញ្ជាក់អំពីការសោកស្ដាយក្នុងពេលបច្ចុប្បន្នណាហើយក្នុងនេះវាជាប់ជាពាក់ទៅនឹងលក្ខខណ្ឌផងអញ្ចឹងទី1គឺខ្ញុំសុំញែកពីខាង main clause មុន subject របស់វាគឺ I final verb វាគឺ could រួចទៅ in train ដោយសារវា auxiliary ជួបជាមួយនឹង pain ឡើយនេះជា verb ណាដើរតួជា noun final verb ព្រោះវា bear ហើយ train ដោយសារជួប a good picture ជា noun phrase បាទអញ្ចឹងអានឹងដើរតួជា object របស់ pain មកនេះហើយជា main clause បាទដល់ពេល subordinate clause នេះគឺទាំងអស់នេះណាទាំងអស់ហ្នឹងគឺមានន័យមិនគ្រប់ទេបើចង់មានន័យគ្រប់លុះត្រាណាតែបំពេញន័យទៅឲ្យ verb ណាមួយក្នុង main clause ឥឡូវ verb មាន2មាន could មាន pain អញ្ចឹងយើងបំពេញន័យទៅឲ្យ pain ណាអត់ពេញន័យ could ទេព្រោះពិសេសអញ្ចឹងអ្នកដែលបំពេញន័យទៅឲ្យ verb បានមានតែ adverb ដោយសារវា clause យើងហៅថា add verb ដោយសារវា clause adverb clause or condition បាទ if only អាចដឹកមកវិសេសនានុប្រយោគប្រាប់លក្ខខណ្ឌបានចំណែក if only នឹងខ្ញុំសុំដាក់ទាំងដល់ថា conjunction សិនណាវាមានបែងចែកការប្រើ if only when អីផ្សេងទៀតអញ្ចឹងយើងដាក់អញ្ចឹងសិនI ជា subject had ជា final verb រួចទៅ train ដោយសារវាជួបជាមួយនឹង enough brain នឹង noun fresh ណាអញ្ចឹងដើរតួជា object របស់ had នេះមកតែអ្វីដែលខ្ញុំចង់បានខ្ញុំចង់សង្កត់ធ្ងន់ទៅលើការបកប្រែយើងប្រែថាសោកស្ដាយមែនតើដែលខ្ញុំអត់មានខួរក្បាលគ្រប់គ្រាន់កុំឲ្យខ្ញុំអាចគូររូបភាពល្អបានបាត់អញ្ចឹងមានន័យថាឥឡូវនេះក៏អត់មានទេណាអូខេសុំប៉ុណ្្នឹងសិនចាំខ្ញុំបកស្រាយតាមក្រោយរឿង if only នេះវាមានរឿងច្រើនដែលត្រូវជជែកគ្នាចឹងអានេះ adverb clause or condition ប៉ុន្តែបើគេសួរ Thai ប្រហែលគាត់វាថា Thai 2ណាហ្នឹងណាបាទប្រយោគមួយទៀតគេថា I am going to paper my bedroom ខ្ញុំនឹងបិទក្រដាសបន្ទប់គេងខ្ញុំប្រធានវាគឺ I final verb គឺ am រួចទៅ in train ដោយសារវាជា auxiliary going ដើរតួជា non រួចទៅ in train ទៀតហើយ to paper នេះជា verb អញ្ចឹង to infinitive យើងចាប់ទៅ to infinitive ទៅក្រោយគេហៅថា to infinitive phrase បើចង់មានន័យគ្រប់គ្រាន់ត្រូវបំពេញអានេះខ្ញុំនឹងអីគេនឹងបិទក្រដាសកតុបអញ្ចឹងអានឹងទៅជា adverb ដោយសារវា fresh adverb fresh or purpose ណា adverb fresh purpose បាទអញ្ចឹង to infinitive ដើរតួជា non final verb ទៀតហើយ train ដោយសារវាជួប my bedroom ណា adjective បូកជាមួយនឹង compound noun បានន័យថា noun fresh អញ្ចឹង object ណាប្រយោគមួយទៀត the boy wore a paper hat ក្មេងបានពាក់មួកធ្វើពីក្រដាស subject គឺ the boy final verb គឺ wore អត់ដាក់ s ទេឃើញទេទោះបីជា the boy អាចវចនៈក៏ដោយព្រោះ wore ជាអតីតកាលណាឬទៅ train ដោយសារវាជួប noun fresh នេះគឺ adjective បូក adjective បូក noun ជា noun fresh អញ្ចឹងដាក់ noun fresh កាត់ដល់មកអញ្ចឹងវាដើរតួជា object ហើយខ្ញុំសូមរំលឹកកន្លែងហ្នឹងបន្តិចគេចង់បញ្ជាក់ប្រាប់ថា paper កន្លែងនេះដើរតួជា adjective ណាគេហៅ adjective equivalent ព្រោះឲ្យត្រូវពេញ ahead ប៉ុន្តែ paper ខាងលើដើរតួជា verb ណាបាទទៅមួយទៀតគេថា did you read the paper this morning តើអ្នកបានអានកាសែតកាលពីព្រឹកដែរទេចឹង paper កន្លែងនេះ noun នៃទី2ប្រែថាកាសែតឬក៏សារព័ត៌មានអីចឹងទៅហើយ subject វាគឺពាក្យថា you final verb វាគឺ did រួចទៅគឺ in train ណា read កន្លែងនេះដើរតួជា noun ព្រោះអីវាជា bear រួចទៅ train ដោយសារវាជួបជាមួយនឹង the paper ជា noun fresh បាទ complete ណាប្រែថាកាសែត object ចំណែក this morning នេះបើសិនជាយើងនិយាយ this វាជា adjective ពាក្យ morning នឹងវាជា noun អញ្ចឹង adjective បូក noun ចេញ noun fresh ប៉ុន្តែកន្លែងហ្នឹងយើងអត់ឲ្យវាជា noun fresh ទេមានន័យថា adjective បូក noun ចេញ noun fresh noun ទាំងឡាយណាដែលបញ្ជាក់ពេលវេលាខ្ញុំបញ្ជាក់ទៀតដែលបញ្ជាក់អំពីចម្ងាយដែលបញ្ជាក់អំពីកម្រិតដែលបញ្ជាក់អំពីគុណតម្លៃអាហ្នឹងវាคล้ายទៅជា adverbial qualification អញ្ចឹងកន្លែងហ្នឹងគឺវាមានតួនាទីបំពេញទៅឲ្យ read អញ្ចឹងវាคล้ายទៅជា adverbial qualification ណាបាទកិរិយាសព្ទคล้ายមកអំពីគេបាទចឹងអានឹងវាស្តៀងគ្នាទៅនឹង adverb equivalent ដែរបាទតោះឥឡូវយើងបន្តការវិញ្ញាណរបស់យើងតទៅទៀតប្រយោគទី1យើងមើលណា He gave a shout for help and as soon as I heard him shout I ran to help him គាត់បានស្រែកឲ្យគេជួយហើយនៅខណៈពេលដែលខ្ញុំបានឮគាត់ស្រែកខ្ញុំក៏បានរត់ទៅជួយគាត់អានឹងគេឲ្យឈ្មោះថា compound complex sentence ឬក៏ mixed sentence តែអត្ថន័យវាយ៉ាងណានោះចាំខ្ញុំបញ្ជាក់ឥឡូវយើងវែកញែកសិនអញ្ចឹងប្រធានរបស់ប្រយោគនឹងទី1គឺ
he final verb គឺ gave កន្លែងហ្នឹងដើរតួជា train ណាដែលស្អីគេវាជួបជាមួយនឹង a shout អានេះគេហៅថា noun phrase ចឹងធ្វើជា object របស់ gave មកចំណែក for ជា prepose ចាប់ពី prepose មកក្រោយដល់នេះគេហៅថា prepositional phrase ចឹង hell នេះជា noun ធ្វើជា object របស់ prepose នេះណាចឹងដឹកមុខដល់ prepositional phrase មានតួនាទីបំពេញទៅឲ្យ verb ចឹងវាคล้ายខ្លួនទៅជា adverb ដែលសារវាជា phrase adverb phrase or purpose ណាបាទចំណែក in នេះដើរតួជា coordinating conjunction ចឹងយើងដាក់ថា conjunction ទៅ as soon as នេះដើរតួជា subordinating conjunction បាទហើយចាប់ពីអាហ្នឹងរហូតទៅដល់កន្លែង him shout នេះវាជា subordinate clause ហ្នឹងមានអ្នកពេញឯងញ៉ែកក្នុងហ្នឹងហើយសិនណា I ជា subject heard ជា final verb ហើយដើរតួជា train of incomplete ដែលស្អីវាត្រូវការកម្មបត្តិឲ្យនៃអគ្រប់ឬគាត់មិនឬគាត់ស្រែកអានេះ object complement ណាហើយ shout នេះដើរតួជា non finite រួចទៅ in train ខាងនេះ main clause វា I ជា subject rain ជា final verb ឬទៅ in train បាទដែលស្អីជួប two infinitive ចាប់ពី two infinitive ទៅក្រោយគេហៅ two infinitive phrase វាមានតួនាទីបំពេញទៅឲ្យ run អញ្ចឹងវាខ្លាយទៅជា adverb ដែលសារវា phrase គេហៅថា adverb phrase or purpose បាទប្រាប់បំណងរត់ទៅអីរត់ដើម្បីជួយហើយ to help នេះដើរតួជា noun ទៀតរួចទៅ train ដែលសារអីគេវាជួបជាមួយនឹង pronoun object ណា personal pronoun object អញ្ចឹង as soon as I heard him shout នេះមានតួនាទីបំពេញទៅឲ្យអ្នកណាគេមានតួនាទីបំពេញន័យទៅឲ្យ to help ណាបាទហើយវាមានតួនាទីคล้ายទៅជា adverb ដែលសារវា clause គេហៅថា adverb clause of time ណា adverb clause of time អញ្ចឹងមានន័យថាខ្ញុំឮគាត់ស្រែកឲ្យគេជួយហើយនៅពេលដែលខ្ញុំបានឮគាត់ស្រែកខ្ញុំក៏បានរត់ទៅជួយគាត់ណាបាទខ្ញុំបានរត់ទៅជួយគាត់បាទអញ្ចឹងសម្រាប់កន្លែងមកខ្ញុំចង់និយាយថា mixed sentence ឬក៏ compound complex sentence គឺជាប្រយោគដែលមាន main clause យ៉ាងតិច2ដើម្បីធ្វើវា compound ហើយមាន subordinate clause យ៉ាងតិច1ដើម្បីធ្វើវា complex អញ្ចឹង compound ត្រង់ he gave a shout for help and I ran to help him អានឹង compound sentence ណាដល់ពេល complex sentence as soon as I heard him shout I ran to help him អានឹងគេហៅ complex អញ្ចឹងបូកចូលគ្នាទាំងអស់គេឲ្យឈ្មោះថា compound complex sentence ហើយអានឹងទៅដល់បុកស្រីមេរៀនទី7បានមានមេរៀន sentence ក៏ប៉ុន្តែអត់មាននិយាយអំពី compound complex ឬក៏ mixed sentence ទេវាតតែអ្នករៀន grammar ឯណោះអូខេឥឡូវយើងចូលមកកាន់ប្រយោគទី2គេដាក់ថា the wood is quite smooth ឈើនេះពិតជារលោង subject របស់វាគឺ the wood final verb វាគឺ is រួចទៅដើរតួជា in train ដោយសារវាទៅជា linking ព្រោះជួប smooth នេះណាអញ្ចឹង smooth មានតួនាទី complement ឲ្យ linking complement ទៅឲ្យ subject ចំណែកឯខ្វៃនេះគេហៅថា adverb of degree បាទគេយកសារពិសេសប្រាប់កម្រិតបាទ adverb degree អញ្ចឹងមានតួនាទីបំពេញទៅឲ្យ smooth យើងមកមើលប្រយោគមួយទៀត I will try to smooth the difficulty out of your past ខ្ញុំនឹងព្យាយាមបោះសម្អាតរាល់ការលំបាកចេញពីផ្លូវរបស់អ្នកឲ្យអស់អញ្ចឹង I ជា subject will ជា final verb រួចទៅ in train ដែលសារវាជា auxiliary ជួប bear សាំង future bear ដើរតួជា noun ណាហើយកន្លែងហ្នឹង train ណាដែលសារពាក្យ try វាជា verb មួយក្នុងចំណោម verb ទាំងអស់របស់ pattern អញ្ចឹងកាលណា to infinitive ទាំង line ណាមកនៅពីក្រោយ try វាខ្លាចជា verb noun អញ្ចឹងយើងចាប់វាទៅបណ្ដោយទៅ to infinitive ទៅក្រោយ to infinitive fresh ណាទាំងអស់ហ្នឹងបាទវាคล้ายទៅជា noun phrase ធ្វើជា object របស់ try ហើយ to smooth នេះដើរតួជា non final verb រួចទៅ train ដែលសារឲ្យវាជួបជាមួយនឹង noun phrase នេះបាទការលំបាកនេះណាអញ្ចឹងវាដើរតួជា object របស់ smooth ហើយចំណែក out of គេហៅថា phrasal preposition ចាប់ទៅក្រោយថា prepositional phrase អ្នកនៅក្រៅ prepo នេះគឺ noun phrase នេះធ្វើជា object របស់ prepo ហ្នឹងអញ្ចឹងមានតួនាទីបំពេញន័យឲ្យ smooth នេះអញ្ចឹងវាคล้ายទៅជា adverb ដែលសារវា phrase គេហៅថា adverb phrase or place បាទ adverb phrase or place អញ្ចឹងចង់បញ្ជាក់ឡើងវិញ smooth ខាងលើជា adjective ហើយ smooth ខាងក្រោមនេះគឺជា verb ហើយ hell នេះក៏ចឹងតែដើរតួជា noun object of prepo ប៉ុន្តែ hell កន្លែងក្រោយនោះអានឹងដើរតួជា verb ណាខ្ញុំបញ្ជាក់ឡើងវិញអានឹងគេចង់ឲ្យយើងយល់អាហ្នឹងស្គាល់ part of speech បំណងវាមានតែប៉ុណ្្នឹងទេប៉ុន្តែយើងវែកញែកនេះវាចូលលក្ខណៈលើសប៉ុន្តែលើសចាស់លើសមានប្រយោជន៍បាទមួយទៀត it is beginning to snow now មេឃចាប់ផ្ដើមធ្លាក់តកឬប្រែថាវាចាប់ផ្ដើមធ្លាក់តកអាវាហ្នឹងគឺមេឃហើយអាហ្នឹង impersonal pronoun បាទ the snow is quite thick តកក្រាស់បាទអញ្ចឹងយើងមើល subject របស់វាគឺ it final verb វាគឺ is រួចទៅ in train ដែលសារវា auxiliary ជួបជាមួយនឹង beginning present part បង្កើតការកំពុងបន្តអញ្ចឹងអាហ្នឹងដើរតួជាណាន់ណារួច train ព្រោះអីពាក្យ began ហ្នឹងក៏ជា verb pattern ដែរអញ្ចឹង to infinitive មកនៅពីក្រោយវាខ្លាចជា verb or noun អញ្ចឹងចាប់ទៅ to infinitive ទៅក្រោយដល់នេះគេហៅថា to infinitive phrase អញ្ចឹងខ្លាចទៅជា noun phrase ហើយធ្វើជា object របស់ beginning
to snow ដើរតួជា non final verb ទៀតហើយ train ដោយសារអីគេសំទោស in train ដោយសារអីវាជួបជាមួយនឹង now ណាបាទ adverb of time adverb of time បាទចំណែក the snow នេះប្រយោគមួយទៀតជា subject is ជា final verb ដូចទៅ in train ដោយសារវាទៅជា linking ព្រោះជួប sick ជា adjective ណាអញ្ចឹង sick complement ឲ្យ linking complement ឲ្យ subject ចំណែកខ្វាយ adverb of degree បាទ adverb of degree អាហ្នឹងបើសិនគេសួរលោកគ្រូអាពាក្យខ្វាយហើយនឹងពាក្យ very វាខុសគ្នាហ្មងអាហ្នឹងតលតែយើងទៅរៀនមេរៀនស្ដីអំពី adjective ហើយមេរៀន adjective ហ្នឹងបើសិនតែគេអត់ប្រាប់យើងអត់ដឹងទៀតព្រោះអត់មាននៅក្នុងសៀវភៅ high school high អីប្រេះផ្ដាស់ទេអាហ្នឹងគឺវាមាននៅក្នុងសៀវភៅវចនានុក្រម Longman Dictionary របស់ពុំឆ្នាំ1995តើយើងយកមកបញ្ចូលអាហ្នឹងតើតើទៅនឹងការប្រើប្រាស់ usage ប៉ុន្តែយើងនិយាយឲ្យខ្លីថាកាលណាបើសិនជាយើងប្រើពាក្យខ្វៃសម្រាប់ជនជាតិអានេះគេហៅថាអីគេអាមេរិកកាំងគឺវាល្អឥតខ្ចោះហើយប៉ុន្តែបើអង់គ្លេសកាលណាបើយើងប្រើពាក្យខ្វៃហ្នឹងវាស្មើនឹង fairly ទេបាទបងគួរទេណាអង់គ្លេសបដ ாய் តោះតែយើងប្រើពាក្យថា very អាហ្នឹងយើងដេញដោលគ្នាតទៅទៀតឥឡូវអ្វីដែលយើងចង់បាននោះគឺពាក្យ snow ទី1ដើរតួជា verb snow ទី2ដើរតួជា noun អាហ្នឹង part of speech បាទថ្នាក់ពាក្យរបស់វាប្រយោគមួយទៀតគេថា the children will soon build a snowman ក្មេងៗនឹងកសាងឬនឹងធ្វើមនុស្សតកបានក្នុងពេលឆាប់ៗអញ្ចឹង snow កន្លែងហ្នឹងដើរតួជា adjective វិញតោះ the children ជា subject final verb គឺ will រួចទៅ in train ដោយសារវាជា auxil ព្រោះអីវាជួបជាមួយនឹង will ដើរតួជា noun អញ្ចឹងគេយក will មកបូកជាមួយនឹង bear ដើម្បីបង្កើត future អាហ្នឹងគេហៅ verb phrase អាហ្នឹងហើយ verb phrase ចំណែកអា soon នៅកណ្ដាលហ្នឹងវាមិនមែនជាផ្នែករបស់ verb phrase ទេអាហ្នឹងត្រូវដឹងចឹងអា bill ហ្នឹងដើរតួជា train ដោយសារវាជួបជាមួយនឹង snowman គេហៅថា adjective បូក adjective បូក noun ជា noun phrase នេះ snow នេះដើរតួជា adjective យើងហៅថា adjective equivalent ណា object របស់ bill នេះមកចំណែកពាក្យ soon យើងដាក់ថា adverb of time បាទ adverb of time មានតួនាទីបំពេញន័យទៅឲ្យ bill ណាបាទមានតួនាទីបំពេញន័យទៅឲ្យ bill បាទចឹងអ្វីដែលយើងចង់បានគឺបានបាទបានហើយតែត្រង់ថាយល់ឬក៏មិនយល់មិនដឹងមិនទេព្រោះដូចកណានិយាយអញ្ចឹងថាវាលើសហើយទេណាលើសហើយបងប្អូនយើងលើសហើយកណាតោះយើងបន្តបន្តិចទៀតប្រយោគទី1គេថា telephone is out of order ទូរស័ព្ទរបស់យើងខូចហើយ subject វាគឺ our telephone complex ណាគេឲ្យយើងមើល telephone នេះជា noun ព្រោះដើរតួជា subject is ជា finite verb ហើយ in train ដោយសារទៅជា linking ព្រោះជួប prepo នេះ prepositional phrase ចាប់ពី prepo ទៅក្រោយនេះ prepositional phrase ណា complex ណា out of phrasal prepo ចឹង order នេះគឺ object របស់ out of ចឹង prepositional phrase នេះមានតួនាទី complement ឲ្យ linking complement ទៅឲ្យ subject ក៏ប៉ុន្តែនៅតែជា prepositional phrase ដដែលឲ្យតែវានៅពីក្រោយ verb to be ណាអាហ្នឹងគេលើកលែងឲ្យចាំអញ្ចឹងមួយទៀត telephone me if you want me my address is in the telephone book ប្រធានរបស់វាគឺពាក្យថា you ណាគេអត់ដាក់ទេគេបញ្ជាហ្មងចូលអ្នកទូរស័ព្ទមករកខ្ញុំមកណានេះ telephone me ទូរស័ព្ទមករកខ្ញុំមកហ្នឹងហើយអញ្ចឹងដើរតួជា verb ហើយ if you want me ចាប់មកចាប់ពីត្រឹមនេះមកនេះ subordinate clause នេះបាទអញ្ចឹងមានតួនាទីបំពេញទៅឲ្យ telephone ខ្លាយទៅជា adverb ដោយសារវា clause adverb clause អីគេ of condition គេមើលអាម៉េចបើដឹងថា condition ព្រោះវាដឹកមុខដោយ subordinating conjunction if នេះហើយអាហ្នឹងគេហៅថា tie អីគេ tie 0នេះមិនមែន tie 1ណា tie 0បាទហើយ you ជា subject ក្នុង subordinate clause final verb វាគឺ want ហើយ train ព្រោះអីវាជួប me ចប់ប្រយោគទី1ប្រយោគទី2គឺ my address is in the telephone book my address ជា subject is ជា final verb ឬទៅ in train ដោយសារទៅជា linking ព្រោះជួប prepo ចាប់ prepo មកក្រោយ prepositional phrase ចឹងអ្នកនៅក្រៅ prepo នេះគឺ noun phrase ទេណាបាទដើរតួជា object របស់ prepo យើងហៅថា prepositional object ហើយចង់បញ្ជាក់ថា telephone នេះដើរតួជា adjective equivalent បំពេញឲ្យ book នេះចឹងដឹក book ដែល prepositional phrase មានតួនាទី complement is complement as subject តែដូចខ្ញុំនិយាយមិនចឹងនៅតែជា prepositional phrase ដដែលណាឲ្យតែនៅពីក្រោយ verb to be អត់មានខ្លាយទៅជាអីទេមួយទៀត what is the use of having a thing if you cannot use it តើមានរបស់បើប្រយោជន៍អីបើសិនជាអ្នកឯងមិនចេះប្រើវាផងហ្នឹង main clause វាគឺ what is the use of having a thing ចឹង what កាលណាវាជួបជាមួយនឹង is what ដើរតួជា interrogative pronoun ហើយវាធ្វើជា subject ណា interrogative pronoun ខ្ញុំដាក់ឲ្យហើយកុំឲ្យថាភ្លេច is ជា finite verb ឬទៅ in train ទៅជា linking ព្រោះជួប noun phrase នេះ the you បាទហើយ complement is មក complement as subject ទៅ of having a thing នេះអានេះជា prepo
ចាប់ពី preposition ទៅក្រោយរហូតគេហៅថា prepositional phrase ហ្នឹងទាំងអស់ហ្នឹងមានតួនាទី qualified ឲ្យដល់ you អញ្ចឹងវាខ្លាយទៅជា adjective ដោយសារវា phrase adjective phrase បាទអញ្ចឹង verb ing មកនៅពីក្រោយ preposition ឈ្មោះវា gerund ចាប់ពី gerund ទៅក្រោយគេហៅថា gerund phrase ណាទាំងអស់ហ្នឹង gerund phrase ខ្លាយខ្លួនទៅជា noun phrase អញ្ចឹងវាធ្វើជា object របស់ preposition ហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមញែកទៀត gerund ដើរតួជា noun finite verb រួចទៅ train ដោយសារជួប sing ជា noun phrase ណាបាទអញ្ចឹង sing ជា object របស់ having នេះមកចំណែក if ចាប់វាទៅក្រោយទៅអានឹង subordinate clause ទៀតដល់កហើយបាទ subordinate clause អញ្ចឹងបើចង់មានន័យពេញលេញតើតែបំពេញន័យទៅឲ្យ having អញ្ចឹងវាคล้ายទៅជា adverb clause of condition ណាបាទវិសេសនានុប្រយោគប្រាប់លក្ខខណ្ឌហើយ if ដើរតួជា subordinating conjunction of condition បាទ you ជា subject can ជា finite verb រួចទៅ in train ដោយសារវា auxiliary ព្រោះជួប not នេះដើរតួជា negative adverb បាទ negative adverb បំពេញន័យទៅឲ្យ you ដើរតួជា noun ព្រោះវា bear ហើយ train ដោយសារវាជួប it បាទជួប it ហ្នឹងអាហ្នឹងគឺវាមានលក្ខណៈរៀងជា it តិចសង្ឃឹមថាបងប្អូនយល់ប្រយោគមួយទៀតគេថា they paid us a visit last year they visit us almost every year ពួកគេបានមកលេងយើងកាលពីឆ្នាំទៅហើយពួកគេមកលេងយើងស្ទើរតែរាល់ឆ្នាំអញ្ចឹងគេដាក់ថា subject របស់វាគឺ they paid ដើរតួជា finite verb ហើយ die train ណាបាទបទកម្មពីរអ្នកនៅចិត្តនេះគឺ indirect object visit នេះ noun phrase បាទដើរតួជា direct object បាទហើយចំណែក last year ជា adverb of time អញ្ចឹងមកពេញន័យឲ្យ paid បាទយើងដាក់ថា adverb of time ចប់មកប្រយោគ day ប្រយោគមួយទៀតជា subject visit ដើរតួជា finite verb ហើយ train ព្រោះអីវាជួបជាមួយនឹង us បាទ pronoun object ហើយគេមក visit យើងមិនគេមក visit យើង every year នេះយើងហៅថា adverb of frequency ក៏បាន adverb of time ក៏បានឬហៅថា adverbial of frequency ក៏បាន adverbial of adverbial phrase of time ក៏បានបាទវាមានតួទីពេញឲ្យ visit ហើយចុះ almost line នេះយើងហៅវាបានពីរទី1ហៅថា adverb of degree ទី2ហៅវាថា adverb of modifier ណាបាទអញ្ចឹងខ្ញុំដាក់ adverb of degree បាទ adverb of degree មានតួនាទីពេញឲ្យណាគេបំពេញន័យទៅឲ្យ every បាទបំពេញន័យតែ every ទេណាអត់បំពេញន័យឲ្យផ្សេងទេបាទបំពេញន័យឲ្យតែ every ទេអញ្ចឹងហើយបានយើងអរគុណដល់គ្រូសាស្ត្រាចារ្យជើងចាស់ចំនួនដើមណាគាត់បានបង្កើត adverb of modifier គាត់បានបង្កើត adverbial qualification adverb equivalent ដើម្បីជួយសម្រួលដល់សាស្ត្រាចារ្យទាំងឡាយណាដែលគាត់បង្ហាត់ grammar ទុកឲ្យគាត់មានភាពងាយស្រួលក្នុងការឆ្លើយឬដោះស្រាយចម្ងល់របស់និស្សិតប៉ុន្តែខ្ញុំចង់សម្ដៅទៅលើសាស្ត្រាចារ្យដែលគាត់ចេះ grammar ណាបាទ